ជំងឺសេមន់គឺដុតភ្លាមបាត់ភ្លាមចាហ្នឹងហើយប៉ុន្តែសំណួរអូនសួរថាចុះបើកាត់ហើយដល់ឡើងវិញអត់ចាចម្លើយនេះបងប្អូនទាំងគ្នាអ្នកខ្លះក៏គាត់ដុតតែម្ដងទៅគាត់ជារហូតទៅអត់ឡើងវិញទេតែអ្នកខ្លះក៏គាត់អាចនឹងដោះឡើងវិញអញ្ចឹងជំងឺសេមន់បើសិនជាអ្នកជំងឺគាត់យល់ចាពីជំងឺហ្នឹងគាត់អាចព្យាបាលងាយស្រួលទេប៉ុន្តែបើសិនជាអ្នកជំងឺអត់យល់ទេចាគាត់អាចរ៉ាំរ៉ៃជាមួយជំងឺហ្នឹងហើយវាអាចប្រឈមមុខទៅដល់មហារីកទៀតចាក្នុងលក្ខខណ្ឌខ្លះគាត់ទុកយូរទៅឬគាត់មើលងាយស្ថានភាពស្ថានភាពនៃជំងឺហ្នឹងពេកវាទៅជាមហារីកចឹងទៅដោយសារគាត់គិតថាអត់អីចាហ្នឹងហើយអ្នកខ្លះគាត់ភ័យពេកទៅវាទៅជាគាត់មានវិបត្តិផ្លូវចិត្តសតិអារម្មណ៍ stress ជាមួយជំងឺហ្នឹងទៅវាទៅជាជំងឺហ្នឹងវាកើតរ៉ាំរ៉ៃដែរចឹងទៅចាអ្នកខ្លះកាលណាគាត់យកពីជំងឺហ្នឹងគាត់ដូចថាគាត់មិនសូវខ្វល់ខ្វាយប៉ុន្តែគាត់មកជួបពេទ្យដើម្បីព្យាបាលឲ្យតាមពេទ្យប្រាប់ថាត្រូវធ្វើមិន1 2 3គាត់ធ្វើបានចាគាត់កាត់ហើយគាត់ចាក់វ៉ាក់សាំងគាត់ថែទាំផ្លូវចិត្តផ្លូវកាយថែទាំអនាម័យនៅប្រភេទបានល្អទៅគឺថាគាត់ជាអត់ដោះឡើងវិញទេអញ្ចឹងចម្លើយដែលច្បាស់លាស់បំផុតគឺវាអាស្រ័យទៅលើអ្នកជំងឺការចូលរួមព្យាបាលរបស់អ្នកជំងឺហើយអ្នកជំងឺយល់ពីជំងឺនឹងក្នុងកម្រិតណាក្នុងនាមយើងជាអ្នកជំងឺដែលត្រូវប្រឆាំងមួយជំងឺហ្នឹងយើងយល់ពីវាប៉ុណ្ណាយើងដឹងថាវាចាញ់យើងក្នុងវិធីសាស្ត្រអីចាហ្នឹងហើយអញ្ចឹងយើងដឹងយើងត្រូវប្រយុទ្ធមួយវាបែបម៉េចចាហ្នឹងហើយយើងដឹងពីសត្រូវកាលណាដឹងពីសត្រូវយើងអាចវាយឈ្នះសត្រូវហើយចាហ្នឹងហើយតែបើបងប្អូនទាំងអស់គ្នាមើលងាយសត្រូវពេកវាអាចប្រឈមមុខទៅមហារីកដោយសារយើងមើលងាយនឹងស្ថានភាពជំងឺនឹងទីពេកខ្ញុំធ្លាប់ជួបចាហើយបងប្អូនខ្លះផឹកភ័យខ្លាំងពេកទៅវាទៅ stress វាយអត់ឈ្នះជំងឺនឹងយើងអត់បានព្រៀមយុទ្ធសាស្ត្រក្នុងការវាយវាចានិយាយចឹងឲ្យស្រួលស្ដាប់ណាបងប្អូនអរគ្នាចាអញ្ចឹងជំងឺសេមុនបើសិនជាស្របតែមកបើសិនជាបងប្អូនទាំងអស់គ្នាចង់ព្យាបាលជាដាច់ធ្វើតាមគ្រូពេទ្យណែនាំចាទី1បញ្ញាប់មកជួបពេទ្យកុំទុករ៉ាំរ៉ៃកុំស្ងប់លេបថ្នាំផ្ដេកផ្ដាស់ថ្នាំខ្មែរថ្នាំអនឡាញចឹងទៅចាទី2ស្វែងរកវ៉ាក់សាំងចាក់ថែទាំអនាម័យប្រភេទដែលបានល្អក៏មានការធ្លាក់សញញ៉ៃចាហ្នឹងហើយថែទាំផ្លូវចិត្តផ្លូវកាយចាពិសេសបំផុតផ្លូវចិត្តផ្លូវកាយញ៉ាំចំណីអាហារល្អៗគេបានគ្រប់គ្រាន់ហាត់ប្រាណបើសិនជាបងប្អូនទាំងអស់គ្នាធ្វើ5ចំណុចនឹងបានខ្ញុំធានាថាបងប្អូនទាំងអស់គ្នានឹងជៀសផុតពីជំងឺសេមុនចា100%តែម្ដង